រៀងរាល់ថ្ងៃមានបុរសម្នាក់គាត់បាននិយាយទៅកាន់កៅអីទទេមួយមនុស្សជាច្រើនគិតថាគាត់ប្រហែលជាឆ្កួតប៉ុន្តែបើសិនជាគាត់មិនមែនជាមនុស្សឆ្កួតវិញតើរឿងនឹងមិនទៅរឿងកៅអីទទេរឿងនេះអត់តាក់ទងជាមួយនឹងអមនុស្សទេប៉ុន្តែរឿងនេះគឺតាក់ទងពីបរិសុទ្ធចំណាស់ម្នាក់ហ្នឹងគឺគាត់មិនមែនកំពុងតែនិយាយមួយខ្លួនឯងទេអ្នកនៅជុំវិញខ្លួនគាត់ក៏មើលឃើញបែបហ្នឹងដែរគិតថាគាត់អង្គុយនិយាយជាមួយនឹងកៅអីទទេហ្នឹងគឺមិនមែនគាត់និយាយតែឯងទេអញ្ចឹងជារៀងរាល់ថ្ងៃនៅជ្រុងម្ខាងនៃបន្ទប់របស់គាត់បរិសុទ្ធចំណាស់ម្នាក់គាត់តែងតែអង្គុយហើយនិយាយទៅកាន់កៅអីទទេមួយប៉ុន្តែសម្រាប់គាត់កៅអីនោះគឺគាត់មើលទៅគឺមិនដែលជាកៅអីទទេទេអ្នកគ្រូពេទ្យក៏គាត់អត់យល់ពីអ៊ំចាស់ម្នាក់ហ្នឹងដែរនៅពេលដែលគាត់ឆ្លងកាត់បន្ទប់គាត់តែងតែឮសំឡេងអ៊ំចំណាស់ម្នាក់ហ្នឹងនិយាយស្ងាត់ដូចជាគាត់កំពុងតែជជែកជាមួយនឹងអ្នកណាម្នាក់នៅទីនោះអញ្ចឹងប៉ុន្តែនៅពេលដែលអ្នកគ្រូពេទ្យគាត់ចូលមើលគាត់អត់មានឃើញអ្នកណាគេនៅក្នុងបន្ទប់ហ្នឹងទេឃើញតែអ៊ំម្នាក់ហ្នឹងនៅតែឯងនឹងកៅអីមួយដែលដាក់នៅចិត្តក្រែរបស់គាត់មួយថ្ងៃអ្នកគ្រូពេទ្យគាត់សួរទៅកាន់លោកអ៊ំថាអ៊ំឯងកំពុងនិយាយជាមួយនឹងណាគេអញ្ចឹងលោកអ៊ំគាត់ក៏ញញឹមបើមើលទៅកៅភ្នែកគាត់គឺពោពេញទៅដោយអនុស្សាវរីយ៍អញ្ចឹងគាត់ក៏បានប្រាប់ថាអ៊ំកំពុងតែនិយាយជាមួយនឹងកៅអីនោះគាត់និយាយដោយសំឡេងទន់ភ្លន់ហើយគាត់បានប្រាប់អ្នកគ្រូពេទ្យបន្ថែមថាវាជាកៅអីរបស់ប្រពន្ធរបស់ខ្ញុំគាត់បានចាក់ចេញទៅហើយប៉ុន្តែខ្ញុំអត់ដែលឈប់និយាយជាមួយនឹងគាត់ទេគាត់ឈប់បន្តិចដូចជាកំពុងតែស្ដាប់អ្វីមួយអ្នកនៅជុំវិញខ្លួននិយាយថាគាត់បានទៅហើយប៉ុន្តែនៅក្នុងអារម្មណ៍របស់ខ្ញុំគឺគាត់អត់ទៅណាទេគឺគាត់កំពុងតែអង្គុយនៅកៅអីទីនេះជាមួយខ្ញុំនិងនិយាយជាមួយខ្ញុំនៅពេលដែលស្ដាប់ឮហើយអ្នកគ្រូពេទ្យគាត់រៀងស្រឡាំងកាំងបាត់មាត់បាត់កមើលទៅរៀងស្ងប់ស្ងាត់អញ្ចឹងលោកអ៊ំចំណាស់ក៏គាត់និយាយបន្តទៀតថាពេលខ្លះយើងមិនចាំបាច់ត្រូវមើលឃើញនរណាម្នាក់ដើម្បីដឹងថាពួកគេនៅជាមួយយើងទេសេចក្តីស្រឡាញ់គឺអត់បាត់បង់ទៅណាឡើយវានៅតែស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ក្នុងអនុស្សាវរីយ៍និងនៅអារម្មណ៍របស់យើងដែលយើងមិនអាចភ្លេចបានចាប់ពីថ្ងៃនោះមកអ្នកគ្រូពេទ្យនៅពេលដែលគាត់ដើរកាត់បន្ទប់ហើយឮលោកអ៊ំគាត់និយាយម្នាក់ឯងអ្នកគ្រូពេទ្យគាត់មិនដែលគិតថាគាត់និយាយជាមួយនឹងកៅអីទទេទៀតនោះទេព្រោះពេលខ្លះអ្វីដែលយើងមើលទៅឃើញទទេសម្រាប់មនុស្សទាំងអស់វាមិនមែនទទេសម្រាប់អ្នកណាម្នាក់ឡើយវាពោពេញទៅដោយសេចក្តីស្រឡាញ់អារម្មណ៍នឹករលឹកសម្រាប់នរណាម្នាក់ផ្សេងទៀតដូច្នេះសម្រាប់វីដេអូរឿងមួយនេះដែរខ្ញុំជឿថាបើសិនជាអ្នកធ្លាប់បាត់បង់នរណាម្នាក់អ្នកប្រកាសជាយល់ពីអារម្មណ៍មួយនេះហើយប្រហែលជាពួកគាត់កំពុងតែនៅចិត្តអ្នកជាងអ្វីដែលអ្នកគិតគឺគាត់នៅតែនៅទីនេះនៅក្នុងអារម្មណ៍និងក្តីស្រឡាញ់របស់អ្នក